ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាថ្ងៃលិចនៅតាមដងវាលស្រែគឺសង្កាត់ជាមួយនឹងផ្លូវបេតុងដែលគេទើបតែធ្វើថ្មីពុកម៉ែបងប្អូននិយាយពីថាទេសភាពគឺស្អាតមែនទែនថ្ងៃនេះខ្ញុំទៅ3អ្នកប្អូនរបស់ខ្ញុំគឺថាខ្យល់បក់មកលហើយពុកម៉ែបងប្អូនទៅជាមែនទែនបោះចោលទៅកង្វល់ដែលមានតាំងពីព្រឹកពីថ្ងៃអញ្ចឹងពេលល្ងាចដើរលេងខ្លះដើម្បីស្រូបខ្យល់អាកាសអុកស៊ីហ្សែនពុកម៉ែបងប្អូនចិត្តផ្ទះទេយើងទៅមើលថ្ងៃលេខជិះម៉ូតូអញ្ចឹងទៅពុកម៉ែបងប្អូនតោះឥឡូវកុំឲ្យខាត់ទេយកយើងទៅមើលទាំងអស់គ្នាថាទេសភាពហ្នឹងវាស្រស់ត្រកាលយ៉ាងណាពុកម៉ែបងប្អូនបន្ទាប់ពីយើងជិះម៉ូតូប្រហែលជា5នាទីទៅ10នាទីហើយយើងក៏មកដល់ទីតាំងដែលយើងទៅមើលថ្ងៃលិចពុកម៉ែបងប្អូនទាំងអស់គ្នាហើយទេសភាពនៅតាមដងផ្លូវពិតជាស្រស់ស្អាតមែនទែនគឺផ្លូវនេះដែរគេចាក់បេតុងពុកម៉ែបងប្អូនគឺវាស្រស់ស្អាតឥឡូវមើលទៅផ្ទៃមេឃគឺថាថ្ងៃរៀបលិចហើយអូនិយាយពីថាបើខ្យល់វិញគឺលហើយត្រជាក់តែម្ដងហើយនៅខាងនេះដែរគេតែងតែចាក់ដីដាំដំណាំពុកម៉ែបងប្អូនព្រោះដោយសារតែផ្លូវថ្នោរជាប់អញ្ចឹងទៅអ្នកដែលមានដីនៅជាប់ផ្លូវថ្នោរអញ្ចឹងទៅគេចាក់ដីដាំដំណាំហើយវានេះដែរកាលមុនគឺពេលអត់ទាន់ធ្វើផ្លូវអីចឹងទៅវាឡើងស្ងាត់ដល់ពេលឥឡូវពុកម៉ែបងប្អូនហើយដូចជាកន្លែងកំសាន្តមួយពេលល្ងាចអញ្ចឹងអ្នកណាដែលថាធ្វើការហត់នៅអីចឹងតែមកកំសាន្តនៅទីនេះហើយជិះម៉ូតូពីប៊ីជុំទៅចិត្តផ្ទះមិនដឹងទៅណាពុកម៉ែបងប្អូនទេសភាពស្រស់ស្រាយមានតែប៉ុណ្្នឹងឯងហើយបងប្អូនខ្ញុំគឺថាសប្បាយចិត្តមែនតើពេលបានជិះម៉ូតូដើរលេងអញ្ចឹងណាអូយនិយាយពីថាថ្ងៃវិញគឺថាស្អាតណាស់ពុកម៉ែបងប្អូននេះឃើញអត់អ្នកខ្លះគេមកអង្គុយកន្លែងស្ពានកន្លែងអីចឹងទៅពុកម៉ែបងប្អូនហើយនោះគេជិះម៉ូតូដូចយើងចឹងដែរគេជិះទៅវិញទៅមកហើយក៏មានអ្នកហាត់ប្រាណហាត់អីចឹងដែរពេលល្ងាចឡើងបងប្អូនឃើញអត់ហើយភាគច្រើនគឺមានដំណាំនៅតាមដងផ្លូវហើយនឹងគេធ្វើស្រែច្រើនណាស់នៅខាងនោះគឺវាល្វឹងល្វើយតែម្ដងឃើញថាជីបានឆ្ងាយដែរហើយបងប្អូនទាំងអស់គ្នាហើយឥឡូវមកដល់កន្លែងនេះគឺមានអាអិចគេសម្រាប់ជីកបន្លាយគេធ្វើបន្លាយទឹកដើម្បីឲ្យទឹកហ្នឹងវាមានចរន្តហូរហើយសម្រាប់ផ្គត់ផ្គង់ការធ្វើស្រែអញ្ចឹងដែរបងប្អូនទាំងគ្នាខ្ញុំមិនដឹងថាគេជីកយូរហើយឬនៅទេនេះព្រោះអីទៅតែចេញដើរអញ្ចឹងណាព្រោះអីអត់ស្ទើរដែរជីមកទេខាងនេះហើយវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ហើយចឹងបងប្អូនសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជម្រាបលាអរគុណបាយបាយ